ជំរាបសួរបងប្អូនបានពិតជាអស្ចារ្យពិតជាអស្ចារ្យកូនសិស្សគ្រូឆ្នើមពិតជាអស្ចារ្យពេជ្រកក្តារប្រើកណ្ដាប់ដៃតែមួយដៃធ្វើឲ្យដៃគូសន្លប់ភ្លឹងបាទគោលពេជ្រឥឡូវច្រើនហើយបងប្អូនប្រហែលជា20នាក់20ជាងណាដែលអាចរកលុយចូលក្លឹបបានបាទប្រហែលជា20នាក់ជាងណាតាមខ្ញុំរាប់មើលគឺសុទ្ធតល្អហើយមួយសប្តាហ៍ចេញម្ដងហើយ7 8នាក់ទៅ10នាក់គឺចាញ់មួយយ៉ាងតិចចាញ់មួយយ៉ាងច្រើនបាទល្អណាស់នេះគឺជាថ្នាលគុណខ្មែរមួយដ៏ល្អគឺជាថ្នាលគុណខ្មែររបស់ពេជ្រសុផាន់មួយដ៏ល្អដែលគុណថ្នាលគុណខ្មែរដទៃទៀតគួរតែយកគំរូតាមបាទគួរតែយកគំរូតាមថាតើបច្ចេកទេសនៃការគ្រប់គ្រងក្លឹបបច្ចេកទេសនៃការបង្ហាត់របស់លោកគ្រូឆ្នើមគាត់ដើរតាមផ្លូវណាគាត់ធ្វើដូចម្ដេចខ្លះបាទដូចខ្ញុំតែងតែនិយាយមិនដែលថាគ្រូឆ្នើមធ្វើកើតគ្រូដទៃទៀតគេធ្វើមិនកើតទេបាទចាំបាច់យើងត្រូវចេះលួចល្បិចចេះលួចមើលគាត់ថាគាត់ដើរផ្លូវណាដែលស្រួលបាទដូចខ្ញុំថាអញ្ចឹងចង់ឲ្យទេវតាជួយត្រូវជួយខ្លួនឯងជាមុនសិនបាទហើយខ្ញុំតែងតែនិយាយដដែលថាទេវតាអើយជួយលោកគ្រូបឺតខាំផងឥឡូវលោកគ្រូបឺតខាំគាត់ជួយខ្លួនឯងបានហើយគាត់មានធនធានហើយបាទគាត់ខ្វះសេវាក្នុងការបំពន់ឲ្យធនធានរបស់គាត់កាន់តែរឹងមាំដូច្នេះទេវតានៅជុំវិញខ្លួនមេត្តាជួយលោកគ្រូបឺតខាំផងហើយខ្ញុំក៏ជឿជាក់ថាលោកគ្រូបឺតខាំនឹងបានចម្លើយឆាប់ពីទេវតាដែលនៅក្បែរខ្លួនគាត់នឹងបាទនឹងបានចម្លើយឆាប់ខ្ញុំជឿជាក់បាទព្រោះលោកគ្រូបឺតខាំគាត់ធ្វើបានហើយរឿងអីទេវតាមើលមិនឃើញបាទទេវតាកុំបិទមកជាហៀងបើមកជាហៀងសូមឲ្យទេវតាបើកទាំងពីរបើកប្រណេតទាំងពីរឲ្យមើលឃើញកូនចៅបាទដែលជាអ្នកដឹកនាំគុណខ្មែរតាមក្លឹបទាំងអស់គ្នាផងបាទជឿជាក់ថានឹងលោកគ្រូបឺតខាំនឹងបានសម្រេចបាទអញ្ចឹងសរុបសេចក្តីមកការប្រកួតនេះគឺពេជ្រកក្តារធ្វើបានល្អផ្ដល់ដៃគូឲ្យសន្លប់ដោយមិនអាចតដៃបានបាទបាទសូមអរគុណសូមជម្រាបលាបាទ